ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំឆាស្ពៃតឿជាមួយសាច់មាន់បងប្អូនចាមានដូចជាប៊ីចេងស្ករទឹកត្រីប្រេងខ្យងខ្ទឹមសនិងស្លឹកខ្ទឹមបងប្អូនចាឥឡូវឆ្អិនណាបងប្អូនចានាងខ្ញុំដាក់ស្លឹកខ្ទឹមនិងម្ទេសបងប្អូនចាឆ្អិនហើយបងប្អូនជាតិមហាជាតិបងប្អូនអើយចាមកបងប្អូនមើលរបៀបនេះខ្ញុំឆាទាំងអស់គ្នាណាបងប្អូនចាជាដំបូងនេះខ្ញុំចាក់ប្រេងឆាសិនបងប្អូនចាចាក់ប្រេងឆាហើយក៏នេះខ្ញុំដាក់ខ្ទឹមបងប្អូនចាដាក់ខ្ទឹមហើយក៏នេះខ្ញុំកូរឲ្យរាងឈ្ងុយបន្តិចចឹងណាបងប្អូនចាកូរខ្ទឹមឲ្យរាងក្រហមបងប្អូនចាឆាសាច់មាន់អត់ដូចសាច់ជ្រូកទេណាបងប្អូននេះខ្ញុំឆាទៅទឹកក្រៀមបាននេះខ្ញុំដាក់គ្រឿងក្រើប៊ីចេងស្ករហើយបន្ថែមទឹកក្រៅចឹងណាបងប្អូនចាឲ្យអស់ទឹកឆ្អាបបងប្អូនចាសាច់មាន់ឆ្អាបណាបងប្អូនចាដល់ចឹងយើងកូរត្រឡប់ឲ្យដាច់ទឹកចាឲ្យដាច់ទឹកឲ្យអាចខ្លាញ់សាច់មាន់អីចឹងណាបងប្អូនចាជាតិឆ្អាបជាតិអីចឹងណាបងប្អូនចានេះខ្ញុំកូរត្រឡប់បន្តិចដើម្បីឲ្យវារៀងដាច់ទឹកឲ្យរៀងក្រៀមចឹងណាបងប្អូនចាក្រៀមប៉ុណ្ណឹងនេះខ្ញុំដាក់ប៊ីចេងស្ករបងប្អូនចាក្រៀមរៀងក្រៀមបន្តិចហើយណាបងប្អូនចាឥឡូវក្រៀមហើយបងប្អូននេះខ្ញុំដាក់ប៊ីចេងស្ករទឹកត្រីប្រេងខ្យងចឹងណាបងប្អូនចាទៅឆាអញ្ចឹងបងប្អូននេះបានអត់ឆ្អាបចាឥឡូវនេះខ្ញុំចាប់ដើមដាក់ប្រេងខ្យងទឹកត្រីប៊ីចេងស្ករចាគ្រឿងក្រើស្រេចទៅចំណង់ចំណូលចិត្តបងប្អូនណាចាហើយក៏នេះខ្ញុំកូរត្រឡប់បន្តិចដើម្បីឲ្យចូលជាតិគ្រឿងណាបងប្អូនចាឥឡូវអូខេហើយក៏នេះខ្ញុំចាប់ផ្ដើមដាក់ស្ពៃតឿចាចាក់ទឹកបន្តិចដាក់ស្ពៃតឿបងប្អូនចាដាក់ស្ពៃតឿហើយក៏នេះខ្ញុំនឹងធ្វើម្ហូបអីទេបងប្អូនអើយរៀងរាល់ថ្ងៃនេះបងប្អូនចាយូរទៅកដាលអញ្ចឹងណាបងប្អូនជន់ដានគ្នាបងប្អូនអើយចារត់ទំនុករត់ទៅនឹមឃើញទេបងប្អូនចាចេះតែស្លោឲ្យទៅបានហូបទៅបងប្អូនចាឥឡូវដាក់ស្ពៃតឿរួចហើយក៏នឹងកូរត្រឡប់រីកទ្រោមបន្តិចហើយក៏នឹងខ្ញុំចាក់ទឹកត្រីបន្ថែមពីទៀតចឹងណាបងប្អូនខ្លះសាបចាឥឡូវអូខេហើយបងប្អូនអូខេហើយក៏នឹងខ្ញុំដាក់ស្លឹកខ្ទឹមនិងម្ទេសពី3ផងបងប្អូនចាដាក់ទឹកស្លឹកខ្ទឹមដើម្បីឲ្យឈ្ងុយចឹងណាបងប្អូនចាឬទៅក៏នឹងខ្ញុំកូរបន្តិចចឹងណាបងប្អូនចាឆ្អិនហើយបងប្អូនមកញ៉ាំជុំគ្នាជាមួយនឹងខ្ញុំបងប្អូនមានរសជាតិឆ្ងាញ់បងប្អូនអើយជាតិមហាជាតិអូខេបាយបាយ